ជាបឋមខ្ញុំកណ្ណាខ្ញុំបាទសូមធ្វើកិច្ចនមស្ការចំពោះគុណព្រះរតនត្រ័យដោយសេចក្តីជ្រះថ្លានិងសូមធ្វើកិច្ចនមស្ការចំពោះលោកគ្រូអង្គធម្មកថាកាចាក៏ដូចជាព្រះសង្ឃគ្រប់ព្រះអង្គជាទីសក្ការៈម្យ៉ាងទៀតក៏សូមធ្វើសេចក្តីគោរពចំពោះលោកគ្រូធម្មចារ្យជាទីគោរពក្នុងគណៈនេះខ្ញុំកណ្ណាខ្ញុំបាទសូមអនុញ្ញាតសិក្សាបន្តអំពីធម៌អភិធម្មដែលជាមេវិភាំងនៅបេដកលេខ81ខ្ញុំប្រកាសណាខ្ញុំបាទដាក់ថាវគ្គ39ដែលស្ដីអំពីកុសលមូលកវិបាកនិទេសត្រង់ទំព័រ119ឃ្នៀប155ដល់ឃ្នៀប161ពួកធរជាអព្យាក្រឹតតើដោយម្ដេចក្នុងសម័យណាចក្ខុវិញ្ញាណជាវិបាកច្រឡំដោយឧបេក្ខាមានរូបជាអារម្មណ៍កើតឡើងព្រោះភាពនៃកម្មាវចរៈកុសលកម្មដែលសត្វធ្វើហើយសន្សំហើយក្នុងសម័យនោះសង្ខារកើតមានព្រោះកុសលមូលជាបច្ច័យវិញ្ញាណកើតមានព្រោះសង្ខារជាបច្ច័យនាមកើតមានព្រោះវិញ្ញាណជាបច្ច័យអាយតនៈទី6កើតមានព្រោះនាមជាបច្ច័យភាសៈកើតមានព្រោះអាយតនៈទី6ជាបច្ច័យវេទនាកើតមានព្រោះភាសៈជាបច្ច័យភពកើតមានព្រោះវេទនាជាបច្ច័យជាតិកើតមានព្រោះភពជាបច្ច័យចរានមរណៈកើតមានព្រោះជាតិជាបច្ច័យហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នោះរមែងមានដោយអាការៈយ៉ាងនេះបណ្ដាបច្ចយាការទាំងនោះសង្ខារកើតមានព្រោះកុសលមូលជាបច្ច័យតើដូចម្ដេចចេតនាការសន្សំភាពនៃការសន្សំនៅអារម្មណ៍ណានេះហៅថាសង្ខារកើតមានព្រោះកុសលមូលជាបច្ច័យពេព្រោះហេតុនោះទើបពោលថាហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នោះរមែងមានដោយអាការៈយ៉ាងនេះពួកធរជាអព្យាក្រឹតតើដូចម្ដេចក្នុងសម័យណាសោតវិញ្ញាណជាវិបាកច្រឡំដោយឧបេក្ខាមានសម្លេងជាអារម្មណ៍កើតឡើងព្រោះភាពនៃកម្មាវចរៈកុសលកម្មដែលសត្វធ្វើហើយសន្សំហើយពេឃានវិញ្ញាណច្រឡំដោយឧបេក្ខាមានក្លិនជាអារម្មណ៍កើតឡើងពេជីវហាវិញ្ញាណច្រឡំដោយឧបេក្ខាមានរសជាអារម្មណ៍កើតឡើងពេកាយវិញ្ញាណច្រឡំដោយសុខមានផ្សព្វជាអារម្មណ៍កើតឡើងពេមโนធាតុច្រឡំដោយឧបេក្ខាមានរូបជាអារម្មណ៍ក្តីពេមានផ្សព្វជាអារម្មណ៍ក្តីឬក៏ប្រារព្ធនៅអារម្មណ៍ណាហើយកើតឡើងពេមโนវិញ្ញាណធាតុច្រឡំដោយសោមនស្សមានរូបជាអារម្មណ៍ក្តីពេមានធម៌ជាអារម្មណ៍ក្តីឬក៏ប្រារព្ធនៅអារម្មណ៍ណាហើយកើតឡើងពេមโนវិញ្ញាណធាតុច្រឡំដោយឧបេក្ខាមានរូបជាអារម្មណ៍ក្តីពេមានធម៌ជាអារម្មណ៍ក្តីឬក៏ប្រារព្ធនៅអារម្មណ៍ណាហើយកើតឡើងក្នុងសម័យនោះសង្ខារកើតមានព្រោះកុសលមូលជាបច្ច័យវិញ្ញាណកើតមានព្រោះសង្ខារជាបច្ច័យនាមកើតមានព្រោះវិញ្ញាណជាបច្ច័យអាយតនៈទី6កើតមានព្រោះនាមជាបច្ច័យភាសៈកើតមានព្រោះអាយតនៈទី6ជាបច្ច័យវេទនាកើតមានព្រោះភាសៈជាបច្ច័យអធិមោក្ខកើតមានព្រោះវេទនាជាបច្ច័យភពកើតមានព្រោះអធិមោក្ខជាបច្ច័យជាតិកើតមានព្រោះភពជាបច្ច័យចរានមរណៈកើតមានព្រោះជាតិជាបច្ច័យហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នោះរមែងមានដោយអាការៈយ៉ាងនេះពួកធរជាអព្យាក្រឹតតើដូចម្ដេចក្នុងសម័យណាមโนវិញ្ញាណធាតុជាវិបាកច្រឡំដោយសោមនស្សប្រកបដោយញាណកើតឡើងព្រោះភាពនៃកម្មាវចរៈកុសលកម្មដែលសត្វធ្វើហើយសន្សំហើយពេច្រឡំដោយសោមនស្សប្រកបដោយញាណប្រកបដោយសង្ខារពេច្រឡំដោយសោមនស្សប្រាសចាកញាណពេច្រឡំដោយសោមនស្សប្រាសចាកញាណប្រកបដោយសង្ខារពេច្រឡំដោយឧបេក្ខាប្រកបដោយញាណពេច្រឡំដោយឧបេក្ខាប្រកបដោយញាណប្រកបដោយសង្ខារពេច្រឡំដោយឧបេក្ខាប្រាសចាកញាណពេច្រឡំដោយឧបេក្ខាប្រាសចាកញាណប្រកបដោយសង្ខារមានរូបជាអារម្មណ៍ក្តីពេមានធម៌ជាអារម្មណ៍ក្តីឬក៏ប្រារព្ធនៅអារម្មណ៍ណាហើយកើតឡើងក្នុងសម័យនោះសង្ខារកើតមានព្រោះកុសលមូលជាបច្ច័យ
វិញ្ញាណកើតមានព្រោះសង្ខារជាបច្ច័យនាមកើតមានព្រោះវិញ្ញាណជាបច្ច័យអាយតនៈទី6កើតមានព្រោះនាមជាបច្ច័យភាសៈកើតមានព្រោះអាយតនៈទី6ជាបច្ច័យវេទនាកើតមានព្រោះភាសៈជាបច្ច័យប្រសាទកើតមានព្រោះវេទនាជាបច្ច័យអធិមោកកើតមានព្រោះប្រសាទជាបច្ច័យភពកើតមានព្រោះអធិមោកជាបច្ច័យជាតិកើតមានព្រោះភពជាបច្ច័យចរានមរណៈកើតមានព្រោះជាតិជាបច្ច័យហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នោះរមែងមានដោយអាការៈយ៉ាងនេះពួកធម៌ជាអព្យាក្រឹតតើដូចម្តេចក្នុងសម័យណាបុគ្គលចម្រើនមគ្គដើម្បីកើតក្នុងរូបភពស្ងប់ស្ងាត់ចាកកាមទាំងឡាយពេចូលកាន់បឋមឈានមានបតវ័យកសិនជាអារម្មណ៍ក្នុងសម័យនោះភាសៈក៏មានពេអវិខេបៈក៏មានធម៌ទាំងនេះជាកុសលបុគ្គលស្ងាត់ចាកកាមទាំងឡាយពេចូលកាន់បឋមឈានជាវិបាកមានបតវ័យកសិនជាអារម្មណ៍ព្រោះភាពនៃរូបាវចរៈកុសលកម្មនោះឯងដែលខ្លួនធ្វើហើយសន្សំហើយក្នុងសម័យនោះសង្ខារកើតមានព្រោះកុសលមូលជាបច្ច័យវិញ្ញាណកើតមានព្រោះសង្ខារជាបច្ច័យនាមកើតមានព្រោះវិញ្ញាណជាបច្ច័យអាយតនៈទី6កើតមានព្រោះនាមជាបច្ច័យភាសៈកើតមានព្រោះអាយតនៈទី6ជាបច្ច័យវេទនាកើតមានព្រោះភាសៈជាបច្ច័យប្រសាទកើតមានព្រោះវេទនាជាបច្ច័យអធិមោកកើតមានព្រោះប្រសាទជាបច្ច័យភពកើតមានព្រោះអធិមោកជាបច្ច័យជាតិកើតមានព្រោះភពជាបច្ច័យចរានមរណៈកើតមានព្រោះជាតិជាបច្ច័យហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នោះរមែងមានដោយអាការៈយ៉ាងនេះពួកធម៌ជាអព្យាក្រឹតតើដូចម្តេចក្នុងសម័យណាបុគ្គលចម្រើនមគ្គដើម្បីកើតក្នុងអរូបភពកន្លងនៅអកញ្ចញ្ញយតនៈដោយប្រការទាំងពួងដែលច្រឡំដោយនេវសញ្ញានាសញ្ញាយតនៈសញ្ញាព្រោះលះបង់នៅសុខផងពេចូលកាន់ចតុតឈានក្នុងសម័យនោះភាសៈក៏មានពេអវិខេបៈក៏មានធម៌ទាំងនេះជាកុសលបុគ្គលកន្លងនៅអកញ្ចញ្ញយតនៈជាវិបាកដែលច្រឡំដោយនេវសញ្ញានាសញ្ញាយតនៈសញ្ញាដោយប្រការទាំងពួងព្រោះភាពនៃអរូបាវចរៈកុសលនោះឯងដែលខ្លួនធ្វើហើយសន្សំហើយព្រោះលះបង់នៅសុខផងពេចូលកម្មចតុតឈានក្នុងសម័យនោះសង្ខារកើតមានព្រោះកុសលមូលជាបច្ច័យវិញ្ញាណកើតមានព្រោះសង្ខារជាបច្ច័យនាមកើតមានព្រោះវិញ្ញាណជាបច្ច័យអាយតនៈទី6កើតមានព្រោះនាមជាបច្ច័យភាសៈកើតមានព្រោះអាយតនៈទី6ជាបច្ច័យវេទនាកើតមានព្រោះភាសៈជាបច្ច័យប្រសាទកើតមានព្រោះវេទនាជាបច្ច័យអធិមោកកើតមានព្រោះប្រសាទជាបច្ច័យភពកើតមានព្រោះអធិមោកជាបច្ច័យជាតិកើតមានព្រោះភពជាបច្ច័យចរានមរណៈកើតមានព្រោះជាតិជាបច្ច័យហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នោះរមែងមានដោយអាការៈយ៉ាងនេះពួកធម៌ជាអព្យាក្រឹតតើដូចម្តេចក្នុងសម័យណាបុគ្គលចម្រើនលោកុត្តរឈានជានិយានិកធម៌ជាគ្រឿងដល់នៅការមិនសន្សំនៅកិលេសវត្តៈដើម្បីលះនៅទិដ្ឋិទាំងឡាយដើម្បីដល់នៅបឋមភូមិស្ងាត់ចាកកាមទាំងឡាយពេហើយចូលកាន់បឋមឈានជាទុក្ខាបដិបទាតន្ធាភិញាក្នុងសម័យនោះភាសៈក៏មានពេអវិខេបៈក៏មានធម៌ទាំងនេះជាកុសលបុគ្គលស្ងាត់ចាកកាមទាំងឡាយពេចូលកាន់បឋមឈានជាវិបាកជាទុក្ខាបដិបទាតន្ធាភិញាជាសញ្ញតៈព្រោះភាពនៃលោកុត្តរកុសលឈាននោះឯងដែលខ្លួនធ្វើហើយចម្រើនហើយក្នុងសម័យនោះសង្ខារកើតមានព្រោះកុសលមូលជាបច្ច័យវិញ្ញាណកើតមានព្រោះសង្ខារជាបច្ច័យនាមកើតមានព្រោះវិញ្ញាណជាបច្ច័យអាយតនៈទី6កើតមានព្រោះនាមជាបច្ច័យភាសៈកើតមានព្រោះអាយតនៈទី6ជាបច្ច័យវេទនាកើតមានព្រោះភាសៈជាបច្ច័យ
ប្រសាទកើតមានព្រោះវេទនាជាបច្ច័យអធិមោក្ខកើតមានព្រោះប្រសាទជាបច្ច័យភពកើតមានព្រោះអធិមោក្ខជាបច្ច័យជាតិកើតមានព្រោះភពជាបច្ច័យចរានមរណៈកើតមានព្រោះជាតិជាបច្ច័យហេតុជាទីកើតឡើងនៃធម៌ទាំងនោះរមែងមានដោយអាការៈយ៉ាងនេះការអានស្ដីអំពីកុសលមូលកវិបាកនិទេសនៅបិដកលេខ81ទំព័រ119ឃ្នៀប155ដល់ឃ្នៀប161របស់ខ្ញុំប្រកាសណាខ្ញុំបាទក្នុងគណៈនេះក៏ដល់ទីបញ្ចប់បាទសូមអរគុណ